សួស្តីប្រិយមិត្តទាំងគ្នាសូមស្វាគមន៍មកកាន់ Channel ណារងសម្រាប់រឿងឥឡូវខ្ញុំមានវីដេអូថ្មីចែកជូនបងប្អូនទស្សនាទៀតហើយសាច់រឿងរបស់យើងគឺកាត់ចេញពីក្រុមចោលក្រុមនៅក្នុងទីក្រុងហុងកុងបាននឹងគ្នាចេញធ្វើបទបាត់ការហើយប្រហែលដែរគឺតួប្រុសរបស់យើងឈ្មោះថាសាវគេដឹងថាមិត្តភក្តិរបស់គេណាមកប្រមូលប្លន់បែបលក្ខណៈថាត្រង់ទីធំទេពួកគេបានដឹងអញ្ចឹងណាហើយសាវក៏ព្យាយាមចាក់ចេញពីឡានប៉ុន្តែត្រូវមិត្តភក្តិគេគំរាមថាប្លន់កន្លែងឡានមួយឡានរបស់ក្រុមប៉ូលីសពួកដាក់ប្រាក់ទៅធនាគារហើយពួកគេក៏ចាប់បានធ្វើសកម្មភាពពីនោះដែរពួកគេក៏បានចេញមកបាញ់ហើយពួកគេបានដឹងទេថាប៉ូលីសពួនបកបខ្លួននៅទីនោះហើយលោកប៉ូលីសគូលីបានទិញកំភ្លើងបាញ់ទៅចំសាវធ្វើឲ្យសាវរងមួយទៅខ្លាំងហើយសាវក៏បានដេកពីនោះដែរគឺក្រុមប៉ូលីសបានចេញមកបាញ់បហាគ្នាជាមួយក្រុមរបស់ពួកសាវហើយគ្នារបស់ពួកសាវក៏បានជិះឡានមកពីបុកប៉ូលីសអញ្ចឹងបន្ទូគ្រប់បែកដាក់បុកប៉ូលីសពីនោះដែរពួកគេក៏បានយកលុយដែលបានប្លន់ពីពួកប៉ូលីសបានទាញយកដាក់ឡានរបស់ពួកគេដើម្បីចាក់ចេញពីកន្លែងហ្នឹងសត្វពេលដែរគឺគ្នាគេបានប្រងយកសាចេញទេពួកបាក់ចិត្តចេញពីសាអញ្ចឹងណាតែត្រូវបានគ្នាគេមួយទៀតបានកណ្ដៀមដើម្បីយកសាតាមលើឡានវិញពីនោះដែរសាបានត្រូវរបួសទេដោយសារគេមានអាក្រក់ការពារខ្លួនការបន្ថែមបន្ទាប់គឺមានកាត់ចេញពីក្រុមអ្នកលេងល្បែងមួយក្រុមបាននាំគ្នាអត់មើលល្បែងអ្នកគ្នាហើយពីនោះដែរមានបរិមាណឈ្មោះថាជាតិក៏បានបើអត់ល្បែងហើយព្រោះដែរពួកគេអត់ជឿជាតិទេហើយពួកគេក៏បាននាំគ្នាវាយទៅលើជាតិអញ្ចឹងណាយកកំបិតកាប់ដៃផងប្រងកាប់ដៃតែចាដល់នេះជាតិបានបន្លំខ្លួនទេហើយពួកជាតិក៏បានទាញអាវុធដើម្បីវាប្រហារមកពួកគេវិញម្ដងទៀតហើយសាច់រឿងបន្ទាប់ក៏កាត់ចេញមកក្រុមពួកសានេះក៏បាននាំគ្នាមកដល់កន្លែងអាគីបាក់បែកមួយហើយប៉ុន្តែពួកគេក៏បានជួបដៃគូរបស់គេហើយដៃគូរបស់គេឈ្មោះថាឆេងក៏បាននិយាយមកពួកគេថាហេតុអ្វីក៏ពួកឯងបានប្លន់មួយតែប៉ុណ្ណឹងហើយពួកគេក៏បានចម្លងចម្រាស់គ្នាប្រងបាញ់គ្នាអញ្ចឹងណាហើយនារីក្អាក្រហមឈ្មោះថាឈេលីក៏បានទាញទៅខ្ចងទៅកាន់នេះហើយឆេងក៏បានវាយឈេលីមកដៃចំកណ្ដាលមុខទំនងហើយនាងនិយាយប្រាប់នាងថាហើយរឿងនាងធ្វើអញ្ចឹងអញ្ចឹងណាហើយនាងស្ដាប់តាមគ្នារបស់យើងមិនហើយឆេងក៏បានទៅអោបទៅសាចេះធ្វើរបាយស្អីគេលើកទៅចិត្តទៅកាន់សាណាចេះធ្វើរបាយផ្ទុះបីអីអញ្ចឹងណាហើយគេក៏បានទៅទៅកាន់សាគ្នាដែរពីនោះដែរសាច់រឿងក៏បានចាត់ចេញទៅដល់ក្រុមបោះសាកំពុងតែប្រជុំគ្នាសប្បាយរីករាយហើយឆេងជាមួយនឹងឆេលីគេក៏បានរួមមិត្តជាមួយគ្នាហើយពីនោះឆេលីក៏បានខំករបស់គេដើម្បីគេឈឺចាប់អញ្ចឹងណាតែពួកគេបានពិភាក្សាគ្នាថាគេនឹងសម្លាប់មិត្តគ្នារបស់គេទាំងប្រមាណអ្នកហ្នឹងដើម្បីយកលុយរត់ទៅទាំងអស់គ្នារត់ទៅពីអ្នកគេពិតជាមានទំនងពីអ្នកមែនតើហើយប្រហែលសាបានស្ដាប់ឬគេនិយាយពិភាក្សាគ្នាមនុស្សសាមានអារម្មណ៍ថានឹងសុខចិត្តមែនតើហើយគេក៏បានយកស្រំដៃអពាក់ដើម្បីបំបត្តិបោះតាដើម្បីត្រៀមធ្វើការបោះតាជាមួយឆេងអញ្ចឹងណាពីនោះដែរពួកគេក៏បានចូលមកដល់ក្នុងឡានតុកអាហារជុំគ្នាហើយឆេងក៏បានយកស្រាក្រហមមកឲ្យគេផឹកគេចង់សម្រាប់គ្នាគេដល់ការផឹកស្រាក្រហមទៅពួកគេសង្វឹងទៅគេយកទៅបាញ់គ្នាមកគេព្រោះណាឆេងក៏បានឃើញសាវយកស្រំដៃមកពាក់នឹងហើយគេមានអារម្មណ៍ថាឆ្ងល់មែនទែនហើយគេបានសួរកម្មសាថាតែឯងយកស្រំដៃមកពាក់ដើម្បីអ្វីហើយសាក៏បានឆ្លើយអីច្រើនទេសាក៏បាននិយាយថាគេគាត់តែល្ងាហើយពេលខ្សែក៏បានផឹកស្នាហើយគ្នាគេក៏បានចាប់ស្រីនឹងយកមកអោបឲ្យឆេងមានអារម្មណ៍ថាគេក្នុងក្តៅដែរយកស្រីគេទៅអោបគ្នាមកគេអញ្ចឹងណាពេលណាគ្នាគេបានឃើញឆេងចេញភ្លើងមកហើយគេក៏ប្រងទៀមនឹងបាញ់តបតមួយនឹងឆេងមកដែរពេលណាឆេងបានសម្ដែងអាភាពស្មោះត្រង់គឺគេបានយកអាក្រមមកទម្លាក់ទៅក្រោមចេញណាយកអាក្រមមកទម្លាក់ទៅក្រោមទៅឆ្កឹះក្រមចេញទៅហើយសាមានអារម្មណ៍ថាអសស្រួលទេបើក្រមនឹងគេបានធ្វើឲ្យវាមានចម្លាយវាសាឬអីដកទៅចេញកំពុតគ្រប់លើរបស់គេមានក្រមកំពើដល់ណាមិត្តភក្តិរបស់គេបានមានគ្នាលងលុកដេកអស់ទៅឲ្យសាក៏បានផ្ដេកអាគិនសឡុងទៅឆេងគេត្រៀមធ្វើសកម្មភាពហើយគេឃើញសម្លឹងគ្នារបស់គេកំពុងតែលងលុកអស់ហើយសល់តែប្រហែលអ្នកពេលនោះដែរគេក៏បានស្ទុះបំបីគ្នាគេតែម្ដងហើយសាពេលនោះដែរខ្សែមកភ័ក្របាញ់វិដេកហើយឆេងក៏បានគ្នាវាយទៅកាន់មិត្តភក្តិគេចោលគ្នាដើម្បីវាយដល់ពេលនោះដែរពួកគេក៏បានប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញជាងដែរពេលនោះសាបានក្រោកមកជួយមិត្តភក្តិរបស់គេអញ្ចឹងណារសាបានទៅវាយជាមួយឆេងហើយគឺគេមានការរត់មួយរៀនធ្លាក់ទៅក្រោមផងយុទ្ធមានដល់ក្នុងក្រោមផ្ទះផងឆេងក៏បានវាយមិត្តភក្តិរបស់គេធ្វើឲ្យចិត្តស្លាប់បាត់បង់ជីវិតទៅហើយពេលនោះសាក៏បាននាំគ្នាមកជួយវាយតបទល់ជាមួយនឹងឆេងពេលណាឆេងបានអូសគ្នាវាយទៅលើទៅកាន់ផងហើយសាក៏បានធ្លាក់ចូលតាមដងមួយពេលនោះសាបានសម័យគេពីនៃគេបានធ្វើបាបហើយគេបានយកអាក្រក់បាយនេះដើម្បីទៅទូដាក់ឆេងព្រោះណាឆេងក៏បានត្រៀមនឹងសម្រាប់មិត្តភក្តិរបស់គេដែរហើយសាបានសម័យគេអាពីក្មេងគេបានប្រើកំភ្លើងប្រអីបាញ់រៀនបាញ់អញ្ចឹងណាគេក៏បានយកកំភ្លើងហ្នឹងបាញ់ឆេងស្លាប់របស់ជីវិតទៅពីណាក្រុមប៉ូលីសក៏បានចូលទៅដល់កន្លែងកើតហេតុហ្នឹងហើយក្រុមប៉ូលីសក៏បានឃើញ
សកម្មភាពផ្សេងៗព្រោះណែសារកងយុវមិត្តរបស់គេទៅណាតែមិត្តភក្តិរបស់គេប្រាប់ថាគេយករត់ទៅពួកអីគេជាបងជីវិតហើយគេមិនអាចពិតជាមិនអាចរស់បានទេព្រោះណែសារក៏បានរត់ចេញពីខ្លួនពីកន្លែងនេះទៅដោយបានចូលកាបូបលួចតាមផងដែរពេលនោះបលីក៏បានមកដល់កន្លែងកាន់ហេតុហើយសារបានរៀបចំមកកន្លែងនេះធ្វើឲ្យដូចជាការមានចំនួនគ្នាពួកគេបានឆ្លុះគ្នាដោយសារតែការដណ្ដើមលុយប៉ុណ្ណាបលីបានប៉ាងកាបូបលុយនេះមកស្រាប់តែមានបន្ទុកក្បាច់តំណងធ្វើគេមានការបួសជាខ្លាំងពេលណាស្អីទៅកាត់ចេញមកដល់កន្លែងបលីយកសាកសពស្អីចេញពីកន្លែងកាន់ហេតុហ្នឹងហើយគេមកភាសាគ្នាហើយមើលអាសនាមកន្លែងកាន់ហេតុហ្នឹងថាវាចម្លែកអ្វីខ្លះហើយគេពិតជាសង្ស័យកន្លែងហ្នឹងគឺមានការរៀបចំឡើងគឺមានការសម្ដែងឡើងវាមិនដូចជាការពិតវាមានប្រកក្តីក្នុងការទទួលបានឬបែបហ្នឹងគឺមានគេសង្ស័យថាកន្លែងហ្នឹងគឺគេសម្រាប់នេះហើយគេបាត់បោះតាគេរៀបចំសម្ដែងធ្វើដោយការពិតពេលដល់ក្រុមបលីនៅតែបន្តជជែកកន្លែងនេះដដែលពួកគេបាននឹងពិភាក្សាគ្នាមើលថាកន្លែងហ្នឹងមានអីចម្លែកទៀតអត់ពេលដល់សារបាវក៏បានមួយទឹកដើម្បីคลิกខ្លួនចេញពីកន្លែងហ្នឹងទៅបន្តមកទីក្រុមបលីបានថតកន្លែងស្នាមរលួយដើម្បីធ្វើកសលវិច័យទៅពិនិត្យបទល្មើសនឹងបន្ថែមទៀតហើយពួកគេពិតមានការសង្ស័យមែនទែនថាកន្លែងនេះកើតឡើងហេតុអ្វីក៏វាចម្លែកបែបនេះស្អីទៅមកទៅកាត់ចេញពីលោកប៉ូលីសជីមបានទៅដល់ផ្ទះលោកស៊ូក៏បានកំពុងតែឲ្យចំណេញមន់លោកជីមក៏បានសួរទៅលោកស៊ូថារឿងឯកសារសំណុំរឿងការប្លន់ពនីគារពីវគ្គមុនហើយលោកស៊ូក៏បានឆ្លើយប្រាប់លោកជីមដែរលោកជីមក៏បានចែកស៊ូមកប្រវត្តិរូបអីផ្សេងហើយបានទៅជែកជាមួយលោកស៊ូថាលោកស៊ូនិយាយមិនពិតក៏ពិតលោកស៊ូក៏បានស្គាល់ជនល្មើសក្នុងការចោទប្លន់នឹងដែរហើយលោកស៊ូក៏បាននិយាយថាលោកពិតជាមិនស្គាល់មែនលោកប៉ូលីសជីមក៏បានឲ្យបារម្ភមិនដែរលោកនៅតែសង្ស័យលោកស៊ូដែរការសង្ស័យនោះបន្ទាប់គឺសារបានមកបាត់អាជីវកម្មលក់ឌីមួយក្នុងទីក្រុងគេបានមកចាប់បានធ្វើថ្មីសោតរ៉ៃមកធ្វើគេបានមកជួយគ្រប់គ្រងខាងឯងតែភាពយន្តរបស់គេហើយគេមានប្រព័ន្ធមួយអាចឈ្មោះថាស៊ីលូគឺជាប្រព័ន្ធរបស់សាវអ្នកសាវក៏បានណែនាំឌីទៅកម្មវិធីរបស់គេឲ្យមានភាពគេជួយក្នុងស្ទាយដើម្បីលុបផលិតផលនៅបានកាន់តែដាច់ហើយគេបានមានកូនជាមួយស៊ីលូហើយដែរពួកគេសម្រាប់ជាបន្ទែនពួកគេត្រៀមនឹងជួបឪពុករបស់គេហើយពួកគេមិនអាចទៅជួបពុកៗរបស់គេបានទាន់ពេលវេលានោះទេនៅតាមស្អែកចាំគេទៅជួបពុកៗរបស់គេតែម្ដងព្រោះណាសាក៏បានអបប្រពន្ធរបស់គេយ៉ាងក្រីសុខហើយគេត្រៀមនឹងទៅប្រោពុករបស់គេសាទៅពេលណាមានម្ដាយរបស់ក្មេងម្នាក់បានមកជេរសាតែម្ដងសាបានលក់អាឌីនឹងគឺ DRP ឲ្យគេកូនគេមើលព្រោះណាសាបានបកស្រាយទៅប្រាប់ម្ដាយរបស់ក្មេងនេះថានេះគឺជាការលួចច្រឡំមកទេគេមិនបានតាមចិត្តនោះទេនៅពេលបន្ទាប់សាក៏បានត្រឡប់មកដល់ផ្ទះខាងស្រីស៊ីលូព្រោះណែប៉ារបស់គេក៏បានឃើញសារហើយប៉ារបស់គេបានឆ្លងទៅហើយប៉ារបស់គេសម្រាប់តែកន្លែងពាក់ថៃក្រោយនោះគឺប៉ារបស់គេបានបាញ់សារកន្លែងសារប្លន់នៅដំបូងហើយប៉ារបស់គេក៏បានស្គាល់សារផងដែរព្រោះថាគេធ្វើជាអត់ស្គាល់ហើយសារមានអារម្មណ៍ថាខ្លាំងមែនទែនពោះពុកម៉ែរបស់គេគឺជាអ្នកបាញ់ប៉ាគេដល់គាត់គេចេញប្លន់លើដំបូងនៅពេលបន្ទាប់សារក៏មកទៅជែកញ៉ាំបាយជាមួយប៉ាក្មេងរបស់គេនៅពេលដែរគឺឆេងលីគឺទៅជាមួយភ័ក្ររបស់គេដែលបានវិមិត្តភ័ក្ររបស់គេដែលឆ្លងរំការងារពីគេចេញប្លន់លើដំបូងហើយប្រណាប៉ាក្បែររបស់គេបានមកបាច់ករបស់សាហើយអួតពីភាពអង្ការអាហាររបស់គេការពីគេបាច់អាសាក៏សាចេញសារដំបូងហើយពេលនេះប៉ារបស់គេពុតជាស្បង់ខ្លាំងមែនទែនហើយប៉ារបស់គេក៏បានជួយតែដេញបាត់ទៅពីនោះសាបានឆែកកាមេរ៉ាថតភាពសាបានឃើញឆេនីក្នុងហាងម៉ាតរបស់គេមិនថាឆេនីកំពុងតែធ្វើអ្វីទេបានយកឌីមកមើលហើយធ្វើជាសញ្ញាប្រាប់ទៅកាន់សាពេលដល់សាមិនអារម្មណ៍ថាភ័យខ្លាចជាសាំងបានទៅយកអាភ្លើងបាញ់ពីហ្នឹងដើម្បីរក្សាខ្លួនដើម្បីការពារខ្លួនពីឆេនីសតពេលណាឆេនីក៏បានឈោគៀនសាតែម្ដងហើយគេបានប្រាប់ទៅកាន់សាថាគេមានអារម្មណ៍ថានឹកសាមែនទែនតែពិតគេចាំមកពុសាទៅរកស៊ីខុសច្បាប់ទៀតហើយពេលណាឆេនីបានសម្ដែងទៅកាន់ប្រាប់សាថាសាធ្វើបានសម្រាប់មនុស្សអ្នកមកនេះគឺសាបានអត់ចង់ឲ្យគេដឹងអំពីបានរបស់ខ្លួនថាខ្លួនជាប់ទីរោស៊ីក៏ច្បាប់ពីមុនហើយសាបានសម្រាប់មិត្តភក្តិរបស់គេដោយចៃដន្យដើម្បីសម្រាប់ទម្លាក់លើអំពីនឹងតែម្ដងទៅហើយជំនួសសាក៏បានសើចហើយឈេនីក៏បានបបួលសាដើម្បីត្រៀមរោស៊ីក៏ច្បាប់មិនខ្លួនដើម្បីបន្តធ្វើសកម្មភាពឆក់ប្លន់ដូចពីមុនទៀតនៅពេលណាសាបានតបតយមួយឈេនីហើយគេបាននិយាយថាគេអូខេក៏ពិតសាអត់ចង់ធ្វើទៅនឹងបាត់ទៀតទេព្រោះអីគេមានប្រពន្ធមានកូនហើយគេមិនចង់ទៅទម្លាក់ខុសច្បាប់នោះទេពេលនោះសាបានទៅយកលុយឲ្យឆេនីក៏ពិតឆេនីអត់យកទេហើយឆេនីបានសម្រេចថាក៏ដល់ពេលលីស៊ូចម្លើយគេបានឆ្លើយថាគេមានបពុះអ្វីទាំងអស់ក៏ពិតគេចង់ឆ្លើយប្រាប់ថាសាជាបពុះទេតែគេអត់ចង់ឆ្លើយទេគេមិនចង់ឲ្យសាជាពាក់ព័ន្ធជាមួយគេនោះទេតែពេលគេបានបង្ហាញអាចារ្យមកនេះហើយគេបានទៅសេវិកាយបាត់ឬក៏អាស័យតាមផ្ទះដើម្បីឲ្យសាងតារោហើយនៅពេលនោះដែរគេបាន
អាក់សាលថាឲ្យគេទៅរកចាប់ដើម្បីបានដៃគូសហការរកស៊ីជាមួយគ្នាសតពេលនោះដែរគេក៏បានចាក់ចែងទៅសតពេលនោះដែរសារក៏បានដើរតាមពីក្រោយដើម្បីចូលទៅសម្រាប់ឆេងឌីចោលពួកគេអត់ចង់បន្តរឿងជាទេគេចង់សម្រាប់ឆេងឌីដើម្បីបំបត្តិមាត់សតពេលនោះដែរប៉ូលីសក៏បានតាមដានឆេងឌីហើយបានតាមដានឆេងឌីទៅដល់ក្លឹបកំសាន្តមួយកន្លែងគេក៏បានចាប់ឆេងឌីដើម្បីរំសាយសួរចម្លើយម្ដងទៀតនៅពេលនោះដែរសារបានឃើញប៉ូលីសចាប់ឆេងឌីគេក៏គ្មានឱកាសដើម្បីចូលទៅសម្រាប់ឆេងឌីផងដែរសតពេលនោះគ្នារបស់ឆេងឌីបានឃើញឆេងឌីត្រូវប៉ូលីសចាប់ដាក់លើឡានគេចាប់ផ្ដើមរកវិធីសាស្ត្រដើម្បីជួយសង្គ្រោះឆេងឌីសតពេលនោះដែរលោកប៉ូលីសក៏បានជួយបញ្ចាប់សាវដើម្បីដាក់ខ្នោះព្រោះអីគេជាប់ពាក់ព័ន្ធពីការលូកភាពយន្តអាភិឲ្យក្មេងៗមិនទាន់គ្រប់អាយុសតពេលនោះក្រុមពួកគ្នារបស់ឆេងឌីបានបើកឡានបុកឡានប៉ូលីសធ្វើឲ្យប៉ូលីសលោតបួសហើយបានរបស់គ្នាចេញបានសម្រាប់នៅពេលបន្ទាប់ពេលជប់ឡានប៉ូលីសបានសួរចម្លើយរបស់សាវថាតើសាវបានលូកDRP នេះមកពីណាពេលដែលសាវបានឆ្លើយការទៅកាន់ប៉ូលីសថាគេបាន DRP ហ្នឹងមកពីគ្នារបស់គេហើយគេបានប្រាប់ថាឲ្យប៉ូលីសទៅចាប់គ្នារបស់គេផងទៅឈ្មោះថាគូគឺជាអ្នកលូកភាពយន្ត RP ដល់ល្បីធំនាំផ្ទេរមកឲ្យគេដើម្បីលូកនឹង RP ចាក់ចាយក៏ពិតគេមិនដឹងអ្វីនោះទេហើយពេលនោះដែរក្រុមប៉ូលីសបានប្រពេកជែកវិញ្ញាណសួររឿងពលនៃសាច់រឿងកិច្ចកម្មនៃដកខុសខើពាក់ព័ន្ធនឹងការស្លាប់មនុស្សផ្សេងៗការធ្វើទស្សនកម្មការបាញ់ប្រហារដើម្បីបំបែកផតតាងយកមកស្រាវជ្រាវហើយគេជាប់សិក្សាសារផងដែរគឺសារវិជនសង្ស័យសញ្ញារបស់គេដែលគេកំពុងតែតាមប្រមាញ់សារតែពេលនោះដែរពួកក្រុមប៉ូលីសបានចូលក្នុងគុកហើយចូលទៅស៊ូសារពីនេះពីនោះតែសារមិនបាននិយាយអ្វីចាំទេនៅពេលបន្ទាប់ក្រុមប៉ូលីសក៏បានអលីសារចេញពីពន្ធនាគារតែម្ដងទៅហើយបានប្រាប់សារឲ្យចាក់ចេញពីទីនោះទៅសតពេលនោះសារក៏បានសម្រេចទៅឃើញភាពយន្តរបស់គេបានឲ្យកាត់ ATM របស់គេដើម្បីប្រើប្រាស់ទៅខ្លួនផងដែរសតពេលនោះសារបានឆែកកាមេរ៉ាឃើញក្រុមរបស់លោកហាម៉ៅបានជួយទៅវាយធ្វើបាបប្រពន្ធរបស់គេក្នុងហាងតែម្ដងធ្វើឲ្យគេមានការជិះចាប់ខ្លាំងមែនទែនព្រោះដែរសារមានអត្ថខំមែនទេគេបានខលកាន់គ្លីកចាស់របស់គេថានឹងចូលទៅបីប្រហារក្រុមរបស់ហាម៉ៅដើម្បីរកស៊ីជាមួយគេប្រាប់បិទថាដើម្បីរកស៊ីជាមួយក្រុមហាម៉ៅក៏ពុតគេចង់ថងសឹកអីប្រពន្ធរបស់គេតែប៉ុណ្ណោះនៅពេលបន្ទាប់សាវក៏បានបន្តក្រុមរបស់ហាម៉ៅពេលនោះដែរហាម៉ៅបានចេញទៅទូរទស្សន៍សាវហើយសាវបានបង្ហាញលុយទៅកាន់ហាម៉ៅថាគេពិតតែចង់មករកស៊ីជាមួយហាម៉ៅពិតប្រាកដមែនតែពេលនោះហាម៉ៅបានដឹងរួចហើយថាសាវបានកំពុងតែចេញមកសងសឹកសត្វពេលនោះដែរពួកគេបានព្រួតវាយលើសាវមុនដំបូងហើយសាវបានព្យាយាមរើបណ្ដាហើយគេបានយកអាកាភ្លើងបាញ់ខ្យល់នោះដើម្បីបាញ់ទៅលើហើយវាយអវ៉ាន់ពេលនឹងស្ទិកទីអរលេងភ្លើងនេះគឺភ្លើងបាញ់ខ្យល់ដាក់ក្រុមហ្នឹងអញ្ចឹងណាបាញ់ខ្យល់ចេញលូនេះទៅហើយពេលដែរគឺក្រុមរបស់ហម៉ៅបានព្រួតគ្នាទៅទៅកាន់សាវព្រោះណាសាវបានយកអាកាភ្លើងខ្យល់ដើម្បីបាញ់ពួកគេម្ដងម្នាក់ធ្វើគេមានការជិះចាប់ខ្លាំងមែនទែនហើយសតពេលដែរគឺសេនីបានចេញមកជួយសាវផងដែរតែសេនីមួយភាគសម្ដែងមកគេពីមុននៅតែបន្តជួយសាវផងដែរគឺគេចង់រកស៊ីមួយសាវពិតប្រាកដមែនសតពេលនោះសាវបានប្រយុទ្ធគ្នាជាមួយហម៉ៅហើយសាវបានយកអាកាភ្លើងនោះបាញ់ហម៉ៅខ្លាំងមែនទែនហើយមួយភាគរបស់គេបានបែកក្បាលស្រីគេនឹងធ្វើឲ្យស្លាប់បាត់បង់ជីវិតអស់ទៅហើយសតពេលនោះសាវបានចេញមកសងសឹកហម៉ៅពួកហម៉ៅបានធ្វើបាបប្រពន្ធរបស់គេឲ្យរលត់កូនសតពេលនោះបានបាញ់ដល់លើអគារគ្រប់កំភ្លើងរបស់សាវក៏បានអស់គ្រាប់តែពេលនោះសាវបានយកដុំថ្មវាយក្បាលហម៉ៅរហូតដល់បាត់ស្លាប់ជីវិតរបស់មកទៅហើយសាវមានអត់ថាខឹងមែនទែនហើយពេលនោះឆេលីក៏បានមកខកសាវថាគេបានស្លាប់បាត់ទៅហើយហើយឆេលីក៏បានសួរថាហេតុអ្វីក៏ចង់សម្លាប់គេបែបនេះសាវបាននិយាយថាគឺឆេលីជាអ្នកសម្លាប់ប្រពន្ធរបស់គេហើយធ្វើបាបប្រពន្ធរបស់គេយ៉ាងព្រៃផ្សៃទើបគេចង់សម្លាប់ឆេលីម្ដងទៀតហើយឆេលីមានអារម្មណ៍ថាទុកចិត្តសាវហើយគេបានវាសារថារៀបចំផែនការដើម្បីបាត់ប្រតានឹងឡើងទៅហើយសាវបានពាក់ស្រោមដៃដើម្បីលុបកាមេរ៉ាសុវត្ថិភាពពេលនោះដែរគេឃើញស្រីម្នាក់ក្នុងនឹងគេក៏បានដុតកសម្រាប់ស្រីម្នាក់នឹងតម្លងទៅដើម្បីបាត់ប្រតាតែម្ដងទៅហើយក្រុមរបស់សេនីក៏បានបញ្យល់អក្សរ stop ដែលសម្រាប់តែនឹងយកទៅកប់ចោលក្នុងឯក្រោយទៀតតែម្ដងទៅហើយសេនីក៏បាននិយាយប្រាប់កាន់សាថាយើងគួរតែបង្កើតក្រុមម្ដងទៀតទៅយើងនឹងបង្កើតក្រុមរកស៊ីជាមួយគ្នានិងបង្កើតថ្ងៃឡើងវិញយើងបានសម្រាប់ពួកនឹងអស់ទៅហើយលើពេលបន្តក្រុមប៉ូលីសក៏បានស្រាវជ្រាវរកទូរស័ព្ទដៃផ្សេងៗដើម្បីធ្វើជាភស្តុតាងដើម្បីប្រមូលចាំចិត្តល្មើសក្រុមរបស់សាវហើយសតពេលនោះក្រុមប៉ូលីសបានមកដល់កន្លែងមួយគឺកន្លែងធ្វើកិច្ចកម្មកន្លែងផលិតអាវុធរបស់ក្រុមពួកសាវលោកប៉ូលីសនឹងគ្នាក៏បានដឹកនាំក្រុមមកដល់កន្លែងក្រុមរបស់សាវផលិតអាវុធពេលដែលសាវកំពុងតែផលិតអាវុធជិតផ្ទុះផងពួកគេមានជំនាញខាងផលិតជិតផ្ទុះគេក៏បានដាក់ក្របរំសេវអីធ្វើក្របបាយធ្វើផ្សេងធ្វើអាក្រោះ
ហើយគេបានបរិយារបីនឹងបន្លាយគ្នាគេលេងចាយសម័យកែកែក្នុងរកគេចាស់នឹងតែម្ដងទៅrồiទៅបន្តមកពួកគេបានសុំកលុំគ្នាដើម្បីត្រៀមប្រន់ប៉ូលីសម្ដងទៀតហើយសារបានប្រាប់ទៅគ្នារបស់គេថាកុំប្រើអាវុធឬក៏សំណំនាំនេះអសោះពួកយើងក៏ទៅប្លន់យកលុយទៅបានហើយសារទៅណាសារប្រាប់ថាគេត្រូវការទុកមួយហើយគ្នារបស់គេបានទៅសម្លំអន្តរទុកដើម្បីត្រៀមទូចាក់ចេញពីកន្លែងហ្នឹងហើយស៊ីនឌីក៏បានសាកបាញ់កំភ្លើងយ៉ាងសប្បាយរីករាយហើយគេសប្បាយចិត្តមែនទែននៅពេលកំភ្លើងនឹងមានកម្លាំងថាខ្លាំងមែនទែនពួកគេបានកែច្នៃកំភ្លើងហ្នឹងហើយស៊ីនឌីមានអារម្មណ៍ថារំភើបហើយគេពេញចិត្តនឹងកំភ្លើងហ្នឹងមែនទែនពេលដែលក្រុមប៉ូលីសបានយាមកាមដើម្បីត្រៀមចេញឡានទៅហើយក្នុងដែរគឺមានឪពុកមេរបស់សារផងដែរប៉ុន្តែសារបានដឹងទេថាឪពុកមេរបស់ខ្លួនគឺជាអ្នកការពារលុយក្នុងឡានបងប្អូនទៅវិញហើយគេបានប្រាប់គ្នារបស់គេថាឲ្យត្រៀមចេញធ្វើសកម្មភាពហើយសារបានមើលក្នុងកៅយឺតឃើញសកម្មភាពរបស់អានឹងចេញទៅហើយសារបានប្រាប់ថាកុំប្រើប្រាស់ក្បែរសោះប៉ុន្តែគឺមកគេអត់ស្រាប់ទេគឺបានយកក្បែរដាក់កាបូបលើពេលបន្ទាប់គឺក្រុមរបស់សារនឹងបានយកជាយាមទៅវាយឆ្មក់ប៉ូលីសដើម្បីត្រៀមយកលុយចេញពីប៉ូលីសហើយពេលបានបោកក្បែរដើម្បីទុកតាមប៉ូលីសនឹងធ្វើឲ្យក្រុមប៉ូលីសនឹងត្រូវអត់ហ៊ានតំណងហើយសារឃើញចឹងគឺភ្នាក់ងារមែនទែនហើយវាគ្នាមិនស្លាប់បែបនេះបានយកក្បែរទៅទុកឡានតំណងហើយសារទៅពេលនោះឡានរបស់ប៉ូលីសបានកន្លាប់ហើយពួកគេក៏បានចោះទៅប្រមូលលុយយកតែពួកគេមិនដឹងទេថាឲ្យក្មេងរបស់សារគឺបាននៅលើឡានរបស់ពួកគេនៅពេលនោះឲ្យក្មេងរបស់សារក៏បានប្រយុទ្ធគ្នាជាមួយក្រុមចោររបស់ពួកគេតំណងហើយគ្នារបស់គេក៏បានយកកំបិតចាក់ជើងរបស់សារហើយពេលនោះដែរឪពុករបស់គេបានយកអាដៃវាយតក់គ្នាឡាននោះក៏បានមកជុលបុកកន្លាប់ខាងជើងតំណងរួចពេលបន្ទាប់ពួកគេក៏បានចាក់ចេញពីឡានហ្នឹងហើយសារនៅចាំមកជានៅខាងលើតែពួកគេមិនបានដឹងទេថាលោកឪពុកមេរបស់សារមិនទៅបានបងជីវិតនោះទេរួចពេលបន្ទាប់ប៉ូលីសបានចុះសារពីព័ត៌មានហើយបានមកចុះមើលកន្លែងកើតហេតុប៉ូលីសបានសិក្សាស្រាវជ្រាវមើលថាបាត់សាកសពរបស់លោកពូលីបាត់ទៅហើយលិឈមទេថាសាកសពរបស់លោកគឺទៅណាការពុតសាកសពរបស់លោកឪពុកមេគឺត្រូវសើបានចាប់ពុករបស់គេយមួយនៅសារទុកដើម្បីចងពុកមេរបស់គេទុកនៅហ្នឹងហើយសារបានត្រៀមប្រមូលគ្រាប់បែកដែលគេបានសាងសង់ដើម្បីត្រៀមយកកម្ចាត់ចេញណាហើយទុកជាងនឹងទៅដើម្បីក្រុមប៉ូលីសមកដើម្បីគេទុកដាក់លេខហ្នឹងគេចាប់បានលេខជុតធំហើយសារទៅពេលនោះគឺគូលីនិងសារបានជួបគ្នាបន្ទប់ចិត្តគ្នារបស់គេបានប្រាប់ថាអានេះក៏មានអាកាយកម្មសំរុំឬក៏មានល្បិចចិត្តកចង់បោកប្រាស់គ្នាទៅវិញគេអត់ទុកចិត្តសារហើយគេបានចោទព្រឹក្សាដើម្បីទៅសម្លាប់ឪពុករបស់គេប៉ុន្តែពេលនឹងសារបានសម្លាប់ឪពុករបស់ទេក៏ពុតសារបានដោះលែងឪពុករបស់គេដើម្បីចាក់ចេញពីកន្លែងហ្នឹងគេមិនដាច់ចិត្តសម្លាប់ឪពុករបស់គេទេតែឪពុករបស់គេបានស្វែងប្រាប់ថាឲ្យសម្លាប់គេទៅតែសារមិនដាច់ចិត្តទេហើយសារបានប្រាប់ចោទចេញឲ្យឪពុករបស់គេរត់ចេញពីកន្លែងហ្នឹងទៅហើយគេបានកាត់ចំណងជើងឪពុករបស់គេហើយជនឪពុករបស់គេចាក់ចេញពីកន្លែងទៅសារទៅពេលណាក្រុមប៉ូលីសក៏បានមកដល់កន្លែងកើតហេតុហើយឪពុករបស់គេបានបុកទ្វារនឹងទម្លុះចេញហើយសារក៏បានយករបាយដាក់លើឪពុករបស់គេផងដែរហើយសារទៅពេលនោះឪពុករបស់គេបានចេញទៅហើយក្របបែកនឹងក៏បានផ្ទុះតែម្ដងតែឪពុករបស់គេខ្ចាយតែម្ដងពុតសារបានដាក់ក្របបែកលើឪពុករបស់គេហើយដើម្បីមានភាពជឿពេលនោះដែរគឺឆៃលីអីគ្នារបស់គេចាំបានមានភាពជឿទៅលើសារម្ដងទៀតពួកសារបានយកក្របបែកនឹងដាក់ផ្ទុះពុករបស់គេអញ្ចឹងណាហើយនៅពេលទៅគឺសារបានប្រឡំខ្លួនជាមួយជីពលរដ្ឋតួគ្នាមកគេបាញ់ប្រហារខាងលើសារបានប្រឡំខ្លួនជាប្រជាពលរដ្ឋដែលមានកម្លាំងទម្ងន់រត់មកជាមួយប្រជាពលរដ្ឋនៅពេលនោះដែរគ្នាមកគេបានប្រយុទ្ធតតាំងជាមួយប៉ូលីសសន្តិពេលនោះដែរគឺប៉ូលីសបានបាញ់គ្នាមកគេធ្វើបាក់ជើងសន្តិពេលនោះគេបានសម័យទៅអាគេពីការកកបាយនោះគេបានក៏យកកកបាយនេះកុំឲ្យបន្ទុកងាប់ខ្លួនឯងតែម្ដងទៅមកទៅគឺអសង្វ័យមែនតើហើយថាបណ្ដាពួកគេកំពុងតែបញ្ចុះបញ្ចោតតាំងគ្នាមួយពងប៉ូលីសពួកគេបានបោះកកបាយកែច្នៃដើម្បីបន្ទុកប៉ូលីសសត្វរបស់ប៉ូលីសបានយកអាកណ្ដាប់នឹងដើម្បីអោបដើម្បីកុំឲ្យផ្ទុកសម្រាប់តែមានស្ថានភាពចាប់បាននិយាយញ៉ៃហើយមានអ្នកចាប់បានកាន់ក្របបែកដើម្បីគប់ចេញស្រួលចំពោះតែក្របបែកនឹងផ្ទុកដាក់ដៃតែម្ដងទៅគឺទៅពេលបន្ទាប់ក្រុមបោះសារបាននៅតែបន្តប្រយុទ្ធគ្នាមួយក្រុមប៉ូលីសរបស់ជីមដដែលសត្វពេលនោះមានបរិបម្នាក់បានលុបឡានគឺជាលោកប៉ូលីសជីមបានលុបឡានដើម្បីជួយទៅជួយសង្គ្រោះសត្វពេលណាគឺសារបានប្រឡំខ្លួនជាប្រជាពលរដ្ឋហើយគេបានទម្លាក់សមម្ដងមួយទៅក្រោមគេបានសម័យឃើញថាគឺលោកឪពុករបស់គេគឺបានយកសចេញពីដែរមកគេបានតែហើយសគឺសសម្ងាត់មកគេមួយហើយសទៅមើលដែរគឺលោកប៉ូលីសជីមបានលុបឡានឲ្យបោះអាស្រោនឹងដើម្បីធ្វើជាត្រឹមជើងឲ្យគ្នាបោះសារបានយកច្រឡំហើយគេបានចូលបង្វែរគ្នាបោះសារសត្វណាស៊ីនឌីបានប្រយុទ្ធជាមួយប៉ូលីសជីមស៊ីនឌីបានទេកាយតែបាញ់គ្នាមកគេធ្វើឲ្យឡើងក្រុមរេជង្គោលមិនអាចគ្រប់គ្រងស្ថានភាពបានហើយលោកប៉ូលីសជីមបានធ្លាក់មកក្រៅហើយលោកលីជីមនៅតែបន្តស្វែងចូលទៅក្នុងដើម្បីធ្វើជាមួយឈីនីតណាហើយឈីនីនៅមើលលោកជីមបានប្រយុទ្ធគ្នាស្វាត់ស្វែងមែនទែន
គេបានខ្វេះមកគ្នាឈីនីបានដល់ថាកាប់គេទៅវិញទៅមកកាប់លោកលីននឹងហើយលោកលីននឹងក៏បានវាយគ្នាវាយតបជាមួយឈីនីតែម្ដងទៅស្ថានភាពវិញគឺស្វាស្វែងមែនទែនចំណែកឯសានៅវិញបានរកមន្ទីរពេទ្យដើម្បីមកជួយសង្គ្រោះលោកពុកក្មេងរបស់គេដើម្បីយកសោនោះទៅវិញហើយគេបានឃើញសោនោះកាន់នៅពុកដៃពុកក្មេងរបស់គេតែម្ដងទៅហើយគេបាននឹកឃើញវិធីមួយគេបន្លំខ្លួនធ្វើជាកូនប្រុសយំសោករបស់ខ្លួនជាខ្លាំងដើម្បីចូលទៅចិត្តលោកឪពុកក្មេងគេដើម្បីយកសោនោះដើម្បីចេញពីដែនរបស់ពុកក្មេងប៉ុន្តែពុកក្មេងរបស់គេបានស្លាប់បាត់ទៅហើយតែបានក្តាប់សោចំណាំដៃងាកមកសកម្មភាពនៅវិញលោកប៉ូលីសនឹងឆេនឌីបានមកយុទ្ធគ្នាយ៉ាងសស្រាក់សស្រាំហើយឆេនឌីបានមកយុទ្ធគ្នាមួយលោកប៉ូលីសហើយលោកប៉ូលីសបានឃើញអ្នកដំណើរតោងឡានប្រងឆ្លងពីឡានមួយទៅឡានមួយលោកប៉ូលីសបានរុញអ្នកដំណើរនឹងឆ្លងឲ្យផុតតែម្ដងទៅហើយលោកប៉ូលីសជីមបានស្រែកប្រាប់គ្នាមកគេស្ទាក់ចាប់ឡាននឹងតែម្ដងទៅពួកឯឆេនឌីក្នុងនឹងដែរឆេនឌីគឺមួយសាររំហឹងរបស់គេបានដកឲ្យកំភ្លើងកាយឆានដើម្បីបាញ់តែចាក់ដល់អីមានអាឡាមមួយបុកធ្វើឲ្យកំភ្លើងរបស់គេបាញ់មិនចំគោលដៅនោះទេហើយងាកមកខាងប៉ូលីសនៅវិញគេកំពុងតែពិភាក្សាគ្នាគេបានរួចចេញពីកណ្ដាលរបស់ឆេនឌីទៅបាត់ហើយហើយឆេនឌីគេបានចាប់បានបាត់ទៅហើយសារទៅបណ្ដាសាបានមកមើលឪពុកក្មេងរបស់គេហើយឃើញថាឪពុកក្មេងរបស់គេបានឆ្លប់បងយឺតបាត់ទៅហើយជាក្រុមប៉ូលីសនៅវិញបានមកកន្លែងចាស់របស់សាឃើញថាឃើញបានរត់ឃើញសាកសពមួយក្របខំក្រោមដីយ៉ាងច្រើនហើយគេបានកកាយសាកសពនឹងចេញមកដើម្បីធ្វើកសោវិច័យវិនិច្ឆ័យមើលតាមមានអ្វីកើតឡើងហើយគេបានសារជឿឃើញថាកន្លែងនេះគឺជាកន្លែងធ្វើគេដល់សម្ងាត់មួយហើយគេបានលាក់ដានផ្សេងៗដល់ឲ្យប៉ូលីសដឹងទេចំណែកឯសារនៅវិញគេបានប្រឡងខ្លួនចាក់ចេញពីកន្លែងនឹងធ្វើជាអ្នកជួយដូរធម្មតាមានការប៉ូលីសធម្មតាអ្នកជួយសម្ងាត់អីផ្សេងៗប៉ុន្តែលោកប៉ូលីសជីមទៅតាមអាសាស៊ូសាបានដែរហើយលោកប៉ូលីសបានមកជួបគេនិយាយពិភាក្សាกับគេតើគេមានស្គាល់ចំណុចជាអីអត់ហើយលោកប៉ូលីសជីមចាប់បានសង្ស័យលើសារហើយសារព្យាយាមនិយាយបបាយដានអេផ្សេងៗនិយាយកុហកជាមួយលោកប៉ូលីសណាគេមិនបានតែស្គាល់ឬក៏មិនជួបពាក្យពន្ធឬអីផ្សេងៗនេះទេបើមានផតាំងមកចាប់គេបាននិយាយទៅសារទៅនឹងលោកប៉ូលីសជីមក៏បានឃើញកាបូបរបស់គេលោកប៉ូលីសជីមបានអត់សង្ស័យគេហើយសារទៅនឹងគឺសារមានការភ័យខ្លាចជាខ្លាំងគេត្រៀមនៅរយអ្វីអ្វីដើម្បីរត់ចេញពីទីនេះទៅហើយគេបានជាយាមលំមុខហើយយកអ្វីអ្វីពាក់វូចាក់ចេញពីផ្ទះរបស់គេតែម្ដងរត់ចេញទៅកន្លែងផ្សេងព្រោះគេមិនចង់ជួបពាក់ព័ន្ធនៅអំពើខ្មៅងឹតនោះទេចំណែកគេមកគេបានស្លាប់អស់មកទៅហើយចំណែកទៅពេលហ្នឹងលោកប៉ូលីសជីមបានឈរស្ទាក់នៅខាងមុខហើយឃើញស្លុកសាវបានចេញមកហើយលោកប៉ូលីសជីមក៏បានសួរទៅអត់សារថាចង់ទៅណាហើយលោកប៉ូលីសជីមក៏បានជូនសារទៅកន្លែងមួយតាមដែលសារចង់ទៅសារទៅពេលនោះដែរគឺសារបានមកដល់កន្លែងកំពង់ផែមួយហើយគេបានយកអាកាបូបហ្នឹងបោះទៅលើតុរបស់គេលោកប៉ូលីសជីមសួរថាគេចង់ចាក់ចេញទៅណាដែរសារទៅពេលនោះលោកប៉ូលីសជីមបានមើលអាកាបូបគេដែលគេកាន់ហ្នឹងឃើញស្ទើរលុយចាំតែដល់ពេលមើលមិនទាន់ផងសារបានយកអាច្បាទុំវាយប្រាលោកប៉ូលីសជីមវាយយកតំណងទៅហើយពេលហ្នឹងឃើញអាមេម្ចាស់ទុកហ្នឹងបានស្រែកហៅសារថាឲ្យវាយគេទៅនៅពេលដែលសារបានចាប់ចងលោកប៉ូលីសជីមចងមូចំណងគេបានវាយលោកប៉ូលីសជីមស្លាប់ហើយតែលោកប៉ូលីសជីមមិនទាន់ស្លាប់ទេលោកគាត់តែស្លំទេហើយគេបានចាប់លោកប៉ូលីសជីមដើម្បីទម្លាក់ក្នុងទឹកប៉ុន្តែចាត់ឲ្យលោកប៉ូលីសជីមបានដឹកខ្លួនតាន់ហើយលោកប៉ូលីសជីមបានយកអាកាបិនចាក់ចំជើងមកគេជុំតែម្ដងទៅហើយលោកប៉ូលីសជីមក៏បានយកអារណាំមកបាញ់ការពារហើយសាហាវតែបានយកអាស្នានោះបាញ់លោកប៉ូលីសជីមកុំអីជួបកណ្ដាលមុខបាត់កុំឲ្យបានអារណាំការពារតាន់ហើយពេលនោះស្តាបានព្យាយាមចង់ទៅកាន់លោកប៉ូលីសជីមឲ្យពួកគេទម្លាក់ហ្នឹងទៅហើយគេគាត់ទៅចង់បានជីវិតមួយសំរុំគេចេញពីប៉ូលីសតែម្ដងគេមិនចង់បានអ្វីទេហើយវាក៏មកលើកលែងគេលោកលីស៊ីថាឲ្យឯងប្រកបខ្លួនទៅឯងមិនអាចគេរួចពីស្រឡាញ់ច្បាប់បានទេច្បាប់នៅតែច្បាប់មិនអាចលេងបានទេធ្វើខុសត្រូវតែទទួលទោសនៅពេលណាពួកគេបានទៅចែកចរចាគ្នាហើយលោកលីជីមបានទៅទៅកាន់គ្នាបានត្រឡប់ហើយគ្នារបស់លោកលីជីមមិនតបានត្រឡប់មកដល់ទីនេះទេលោកលីជីមនៅតែធ្វើការតែឯងទេហើយលោកលីជីមបាននិយាយក្នុងថាឯងមិនអាចគេរួចទេចំណែកសារនៅវិញគេមានអារម្មណ៍ថាមានកំហឹងមែនទេនៅពេលប្រពន្ធគេបានស្លាប់ហើយពេលហ្នឹងលោកលីជីមបានហក់ទៅវាយធ្វើឲ្យគេធ្លាក់ទឹកតំណងហើយគេបានសម័យថាគេកំពុងតែរៀបការជាមួយប្រពន្ធគេយ៉ាងមានសុខអញ្ចឹងណាព្រោះគេកំពុងធ្លាក់អស់ទឹកពេលដែលលោកលីជីមក៏បានស្នងគេមកលើកវិញហើយបានធ្វើខ្យល់អុកស៊ីសែនឲ្យគេដឹងខ្លួនវិញគេបានសន្លប់ព្រោះឲ្យទឹកចូលសួតរបស់គេហើយលោកលីជីមឃើញគ្នាមកគេក៏បានមកដល់ហើយបានស្ដីឲ្យលោកលីជីមថាហេតុអ្វីក៏ចូលចិត្តធ្វើការតែបែបនេះបន្ទាប់មកគេក៏បានចាប់ខ្លួនសោយគណៈគុកពន្ធនាគារអស់មួយជីវិតបន្ទាប់មកលោកលីជីមបានទទួលលិខិតពីថ្នាក់លើថាចេញច្បាប់ពីប្រហារជីវិតសារតែម្ដងព្រោះសារមានទោសធ្ងន់ពេកនៅប្រទេសរបស់គេនេះគឺត្រូវប្រហារជីវិតចោលតែម្ដងហើយសារមានពាក្យអីនិយាយតាមទេហើយលោកលីជីមបានចូលទៅកាន់គេថាតើមានពាក្យអ្វីនិយាយចុងក្រោយអត់សារបាននិយាយថាគេគាត់តែចង់និយាយថាគេស្រឡាញ់ប្រពន្ធគេខ្លាំងណាស់កណ្ដាលណាហើយសាច់រឿងក៏ចិត្តដល់ជាចាប់ឲ្យពេលមិនអរគុណដែលបានទស្សនាវីដេអូហើយadmit សូមជូនពរពេលមិនមានចូលពីអស់សំណាក់វីដេអូក៏បាត់ចប់ត្រឹមឯងគេបានយកសារទៅបង្ហាញវិចោល
អរគុណដែលបានស្ដាប់វីដេអូបាយបាយ